ខ្ញុំបាទសូមគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាមិនទាន់មានករណីនៅកម្ពុជាមែនតែក្រសួងសុខាភិបាលបង្ការទុកមុនប្រាប់ពីរបៀបចម្លងនិងរោគសញ្ញាជំងឺនេប៉ាដែលកំពុងឆ្លងនៅឥណ្ឌានៅថ្ងៃទី24ខែមករាឆ្នាំ2026នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានជូនដំណឹងអំពីការផ្ទុះរាតត្បាតជំងឺនេប៉ានៅប្រទេសឥណ្ឌាដែលឆ្លងអ្នកជំងឺចំនួន5នាក់ក្នុងនោះមាន2នាក់ជាគ្រូពេទ្យទន្ទឹមទៅនឹងការផ្ទុះឆ្លងនេះនៅថ្ងៃទី25ខែមករាឆ្នាំ2026ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានជូនដំណឹងឲ្យបានដឹងថាជំងឺនេប៉ាគឺជាជំងឺបង្កឡើងដោយវីរុសនេប៉ារាលដាលដោយផ្ទុកលើសត្វប្រចៀវសត្វជ្រឹងនឹងអាចឆ្លងមកមនុស្សនិងជ្រូកជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់តាមទឹកសរីរាង្គរបស់មនុស្សនឹងមានអត្រាស្លាប់ចន្លោះពី40% ទៅ 70% វីរុសនេះរកឃើញដំបូងក្នុងឆ្នាំ1999នៅម៉ាឡេស៊ីនិងសិង្ហបុរីបណ្ដាលឲ្យមនុស្ស100នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន300នាក់ប្រទេសកម្ពុជានៅមិនទាន់រកឃើញមានវីរុសនេប៉ានៅលើមនុស្សនៅឡើយនឹងធ្លាប់រកឃើញលើសត្វប្រចៀវក្រសួងសុខាភិបាលបានបញ្ជាក់ពីរបៀបចម្លងនៃជំងឺនេប៉ានេះដែលមានដូចជាសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនេប៉ាចម្លងវីរុសទៅសត្វជ្រូកសេះពពែចៀមឆ្មានិងឆ្កែរួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជាឈាមលាមកឬទឹកនោមនៃសត្វទាំងនេះការទទួលទានផ្លែឈើឬទឹកផ្លែឈើដូចជាទឹកត្នោតដែលមានទឹកនោមឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនេប៉ាចូលក្នុងនោះមនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនេប៉ាការប៉ះពាល់ផ្ទាល់តាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនេប៉ាដូចជាឈាមទឹកនោមទឹកមាត់ទឹកសម្បោរឬដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមឬច្រមុះចំពោះរោគសញ្ញានៃជំងឺនេះមានដូចជាបុគ្គលដែលឆ្លងវីរុសនេប៉ាអាចគ្មានរោគសញ្ញារហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវឬរលាកខួរក្បាលធ្ងន់ធ្ងរដូចជាហើមខួរក្បាលនិងអាចស្លាប់រយៈពេលឆ្លងវីរុសនេប៉ារហូតដល់ចាប់ដើមមានរោគសញ្ញាគឺមានចន្លោះ4ថ្ងៃទៅ14ថ្ងៃតែអាចរហូតដល់45ថ្ងៃរោគសញ្ញារួមមានគ្រុនក្តៅឈឺក្បាលក្អកឈឺបំពង់កពិបាកដកដង្ហើមក្អួតឈឺសាច់ដុំនៅពេលដែលខួរក្បាលហើមធ្វើឲ្យវិលមុខងងុយដេក
វិបត្តិស្មារតីប្រកាច់សន្លប់ក្នុងអំឡុង24ទៅ48ម៉ោងដែលជារោគសញ្ញាតាក់ទងនឹងប្រព័ន្ធប្រសាទបុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវតែមានផលវិបាកប្រព័ន្ធប្រសាទតាមរយៈពេលយូរបន្ទាប់ពីជាសះស្បើយក្នុងនោះ 20% នៃអ្នកជំងឺមានជំងឺប្រកាច់ហើយបុគ្គលមួយចំនួនតូចឈឺឡើងវិញឬវិវត្តទៅជាមានជំងឺរលាកខួរក្បាលជាថ្មីបច្ចុប្បន្ននេះមិនមានឱសថឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាមានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទប៉ុណ្ណោះបាទហើយអត្ថបទព័ត៌មានដែលខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា